អគ្គនាយកធនាគារ ARDB ប្រកាសបន្តគាំទ្រផ្នែកឥណទាននិងអំពាវនាវឲ្យឈ្មួញបន្តប្រមូលទិញដំឡូងមីនិងពោតពីកសិករស្របពេលថៃកំពុងរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជាឯកឧត្តមបណ្ឌិតកៅថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍជនបទនិងកសិកម្មបានអំពាវនាវដល់ពាណិជ្ជករឈ្មួញសូមជួយប្រមូលទិញដំឡូងមីនិងពោតពីបងប្អូនកសិករជាបន្តទៀតដោយ ARDB និងបន្តជួយគាំទ្រផ្នែកឥណទានឯកឧត្តមបណ្ឌិតកៅថាចបានចុះជួបសំណេះសំណាលជាមួយកសិករឈ្មួញជំវិញបញ្ហាប្រឈមទីផ្សារដំឡូងមីនិងពោតក្រហមដែលផ្ដោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាពនិងស្ថានភាពទីផ្សារដំឡូងមីពោតជាមួយក្រុមកសិករផលិតពាណិជ្ជករប្រមូលទិញកែច្នៃដំឡូងមីនិងពោតក្រហមប្រមាណជាង100នាក់មកពីបណ្ដាខេត្តចំនួន7រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប ត្បូងឃ្មុំកាលពីថ្ងៃទី25មិថុនាឆ្នាំ2025ចំពោះមុខប្រជាកសិករនិងឈ្មួញឯកឧត្តមកៅថាចបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរបស់ពលរដ្ឋនិងការដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេសជាបន្តបន្ទាប់សម្រាប់ប្រមូលទិញស្រូវនិងកសិផលមួយចំនួនផ្សេងទៀតពីប្រជាកសិករនាពេលរដូវប្រមូលផលធំជារៀងរាល់ឆ្នាំពាក់ព័ន្ធនឹងដំណាំដំឡូងមីពោតនេះដើម្បីដោះស្រាយកង្វល់កង្វះទ្រព្យធានាបំណុលដោយបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជនអស់ហើយនោះអគ្គនាយកធនាគារ ARDB បានផ្ដល់ជម្រើសជាដំណោះស្រាយតាមរយៈយន្តការចំនួន2ក្នុងនោះទី1យន្តការកិច្ចសន្យាត្រីភាគីលើប្រតិបត្តិការទិញលក់ដំឡូងមីពោតឈ្មួញប្រមូលទិញក្រុមហ៊ុននាំចេញធនាគារ ARDB ហើយរំហូរសាច់ប្រាក់ទូទាត់លើការប្រមូលទិញដំឡូងមីពោតត្រូវធ្វើឡើងតាមរយៈ ARDB Mobile Appបើតាមឯកឧត្តមកៅថាចកិច្ចសន្យាទិញលក់រវាងក្រុមហ៊ុននាំចេញនិងពាណិជ្ជករជាយន្តការជួយសម្រួលបន្ទុកដល់ពាណិជ្ជករឈ្មួញប្រមូលទិញដែលមិនមានទ្រព្យធានាបំណុលក្នុងការទទួលបានឥណទានពីធនាគារ ARDB ទី2យន្តការយកសន្និធិដំឡូងនិងពោតក្រហមស្ងួតដើម្បីធ្វើជាទ្រព្យធានាឥណទានទំហំឥណទាន70%និងតម្លៃសន្និធិតម្រូវឲ្យមានកិច្ចសន្យាទិញលក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញនិងក្រុមហ៊ុនកែច្នៃគួរក៏សម្គាល់ថាការអំពាវនាវរបស់លោកអគ្គនាយកធនាគារ ARDB ធ្វើឡើងស្របពេលប្រទេសថៃកាលពីថ្ងៃទី21មិថុនាកន្លងទៅបានដាក់ចេញវិធានការរឹតបន្តឹងលើការនាំចូលដំឡូងមីពីកម្ពុជាដោយសំអាងលើហេតុផលទប់ស្កាត់ទំនិញដែលមានគុណភាពទាបនិងដើម្បីលើកកម្ពស់ផលិតផលកសិកម្មកសិកររបស់ខ្លួនប៉ុន្តែយ៉ាងណាក៏ដោយគេបានដឹងថាវិធានការរបស់ថៃលើការនាំចូលដំឡូងមីពីកម្ពុជាបានធ្វើឡើងក្រោយកម្ពុជាបិទការនាំចូលបន្លែផ្លែឈើទាំងអស់ពីខាងថៃក្រោយថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីពលគឺនៅក្រៅចំនួនព្រំដែនបង្កឡើងដោយភាគីយោធាថៃកាលពីថ្ងៃទី28ឧសភាសូមជម្រាបថាដំណាំដំឡូងមីរបស់កម្ពុជាត្រូវបានបងប្អូនកសិករដាំដុះនាដើមរដូវចាប់ពីខែមីនានិងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដាជារៀងរាល់ឆ្នាំចំណែកពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសាជាបន្តបន្ទាប់និងប្រមូលផលចាប់ពីខែកក្កដាក្នុងមួយឆ្នាំដំណាំដំឡូងមីកម្ពុជាត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង84,000ហិកតាទិន្នផលស្រស់ប្រមាណ15លានតោនជាមួយផលសេដ្ឋកិច្ចប្រមាណ1255លានដុល្លារដោយឡែកដំណាំពោតប្រមាណជាង28,000ហិកតាទិន្នផលស្រស់ប្រមាណ1លានតោនជាមួយផលសេដ្ឋកិច្ចប្រមាណជាង200លានដុល្លារ